គ្រាន់តែអង្គុយគូររូបលេងក៏អាចធ្វើឲ្យគ្នាបង្កើតបានជា imaginative បានដែរហើយ imaginative ហ្នឹងគឺកើតឡើងពីយើងគូររូបនឹងឯងហើយកើតឡើងមិនក៏ហេតុអីក៏ខ្ញុំនិយាយថាការគូររូបគឺអាចធ្វើឲ្យយើងមាន imaginative បានគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងចុះបើចេះគូររូបផងខ្ញុំស្មើមិនចេញឥឡូវខ្ញុំមានវិធីប្រាប់អ្នកនរគ្នាហើយក៏វាអាចធ្វើឲ្យអ្នកគ្នាកាន់តែចូលចិត្តគូររូបថែមទៀតផងឥឡូវហ្នឹងយើងមានក្រដាសមួយហើយនឹងខ្មៅដៃអ្នកគ្នាគួរតែជ្រើសខ្មៅមួយណាដែលវាមានពណ៌ស្រាលដោយសារតែយើងគូរដំបូងអញ្ចឹងណាអញ្ចឹងខ្ញុំយក AB ឥឡូវហ្នឹងខ្ញុំលើកឧទាហរណ៍ជាដបទឹកមួយហើយឲ្យអ្នកគ្នាសម័យថាដបទឹកមួយហ្នឹងយើងគឺជាអ្នកផលិតអញ្ចឹងអ្នកគ្នា imagination ហើយថាខ្លួនឯងគឺជាអ្នកផលិតដបទឹកហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវតែដឹងមុនគឺឈ្មោះដបទឹកអ្នកគ្នាឥឡូវខ្ញុំដាក់ដបទឹកហ្នឹងឈ្មោះនីតាចេះតែសម័យទៅអ្នកគ្នាដោយសារតែវាជាឧទាហរណ៍ផងហើយឥឡូវហ្នឹងខ្ញុំសម័យជាតួអក្សរថាតើតួអក្សរមិនដែលខ្ញុំចង់បានតួអក្សរមិនដែលខ្ញុំគិតថាស្អាតហើយអ្នកគ្នាក៏សាកគិតមើលថាគួរតែដាក់អក្សរមិនដែលអ្នកគ្នាចូលចិត្តអ្នកគ្នានឹកឃើញស្រឡាញ់អីដាក់ក្នុងនឹងមកអ្នកគ្នាកាន់តែកើតគំនិតរបស់យើងកាន់តែច្រើនកុំបែកភ័យថាពេលគូចេញមកអ្នកអតីគេចូលចិត្តអត់ស្អាតអត់អីអ្នកគ្នាគឺជាគំនិតរបស់ខ្លួនឯងនឹកឃើញអីសរសេរនឹងមកប៉ុណ្ណឹងហើយខ្ញុំគិតថាអ្នកគ្នាក៏កំពុងសម័យថាអ្នកគ្នាចង់ដាក់អីគេក្នុងដបទឹកហ្នឹងហើយនឹងហើយអ្នកគ្នាកំពុងតែមានការ imaginative ការសម័យតែវាធ្វើឲ្យអ្នកគ្នាមានគំនិតកាន់តែច្រើននេះហើយអ្នកគ្នាដែលខ្ញុំហ៊ាននិយាយថាការសម័យក៏អាចចេញពីការគូគំនូបានដែរឲ្យតែអ្នកគ្នាចង់ឲ្យចាប់ផ្ដើមធ្វើវាដូចខ្ញុំអញ្ចឹងគូសម័យចង់ដាក់ខ្សែដបទឹកដើម្បីងាយស្រួលក្នុងការយួរហើយសម័យចង់ឲ្យដបទឹកនោះវាខ្ជួតជាងនឹងក៏ដាក់ជាបតង់សោអញ្ចឹងទៅនិយាយទៅកាន់តែគូកាន់តែមានគំនិតថាយើងចង់ដាក់អីលើនឹងហើយមានគំនិតថាយើងគួរតែដាក់អានេះនៅកន្លែងណាអានេះនៅត្រង់ណាអាហ្នឹងវាគឺជាគំនិតការគិតរបស់យើងហើយអ្នកគ្នាឥឡូវហ្នឹងខ្ញុំបានប៉ុណ្ណឹងហើយអ្នកគ្នាវាអត់ស្អាតទេប៉ុន្តែវាគឺជាគំនិតរបស់ខ្ញុំវីដេអូក្រោយខ្ញុំនឹងប្រាប់ពីការជ្រើសរើសពណ៌ហើយអ្វីដែលអ្នកទាំងគ្នាត្រូវតែដឹងនោះគឺការគូររូបមិនមែនមានខុសហើយក៏មិនមែនមានត្រូវដែរគឺជាការសម័យគំនិតច្នៃប្រឌិតរបស់ខ្លួនយើងចឹងវីដេអូមួយនេះខ្ញុំសង្ឃឹមថាអ្នកគ្នាអាចនឹងបង្កើតបានគំនិតច្នៃប្រឌិតបានរៀងច្រើនដែរចឹងសង្ឃឹមថាអ្នកគ្នាព្យាយាមធ្វើវាឲ្យបានរាល់ថ្ងៃដើម្បីបង្កើតគំនិតថ្មីដែលអ្នកគ្នាអាចគិតបាន